បងប្អូនទាំងគ្នាខ្ញុំសូមបង្ហាញពាក់ព័ន្ធជាមួយនឹង Campbell Cat នៅលើមុខងារ QS អញ្ចឹងខ្ញុំធ្លាប់គិតបរិមាណធ្នឹមទៅសឬអីប៉ុន្តែនៅក្នុងនេះខ្ញុំគិតបរិមាណទៅលើ link concrete បងប្អូនឥឡូវខ្ញុំរើសប្លង់អានេះប្លង់គេគោះខ្ញុំគិតថាអានេះអាចនឹងល្មមធ្វើជាឧទាហរណ៍ដែរវារៀងធំដែរអញ្ចឹងក្នុងនេះយើងអាចគិត link concrete របស់ជើងតាងក៏បានបោះធ្នឹមក៏បានអត់បញ្ហាទេនេះហើយរបៀបនៃការធ្វើគឺ easy មែនតើគិត template ហើយចម្លែកអីអាប្លង់នេះគេចងជា block ទៀតអញ្ចឹងយើងគួរតែគិតជា object អាហ្នឹងយើងគិត object ហ្នឹងយើងអាច pick កណ្ដីបានអញ្ចឹងខ្ញុំ explode វាមកអញ្ចឹងកន្លែងនេះឃើញទេនៅក្នុងឥឡូវខ្ញុំសូមទាញវាចេញចាស់ហ្នឹងអញ្ចឹង link concrete នេះអានេះគេគូសលាយ layer ជាមួយនឹងធ្នឹមទៀតអូខេអញ្ចឹងវាញ៉ៃដែរអានេះគេអត់បំបែក layer ទេវាមាន layer លាយមួយធ្នឹមដែរអញ្ចឹង layer លាយមួយធ្នឹមនេះវាមិនជាបញ្ហាទេនៅក្នុងការគិតទី1គឺខ្ញុំនឹងទាញផ្ទាត់ឲ្យបងប្អូនមើលបងប្អូនចុចកន្លែង link concrete នេះមកអញ្ចឹងនៅក្នុង option ហ្នឹងវាមានកន្លែងនេះគឺយើងរើស unit គឺយើងរើសជាម៉ែត្រការ៉េហើយកន្លែងនេះគឺកម្រាស់ lin វាដូចជាឧទាហរណ៍នេះ lin របស់យើងមានកម្រាស់អញ្ចឹងគេទូទៅកម្រាស់គឺយើងប្រើវា100អញ្ចឹងកន្លែងហ្នឹងបើយើងប្រើវា75ឬស្អីយើងថែមថយទៅហើយមួយទៀតនៅពេលដែលគេ construction សាងសង់អា lin concrete នេះគេតែង offset ខ្ញុំ offset manual គេ offset 100ចេញមកក្រៅចឹងបងប្អូនទាំងគ្នាអញ្ចឹង offset 100ចេញមកក្រៅបានគិត lin ដោយសារទុកធ្វើពុំធ្វើអីលើហ្នឹងអញ្ចឹងផ្ទៃដែលយើងយកមកគិតវាមិនមែនជាផ្ទៃនេះទេបងប្អូនវាមិនមែនជាផ្ទៃនេះទេអញ្ចឹងជាផ្ទៃដែល offset ដូច្នេះបើសិននៅក្នុងករណីថាជើងតាងនឹងច្រើនយើងអត់អាចទៅអង្គុយគូសប្លង់ទេប៉ុន្តែខ្ញុំបានបញ្ចូលមុខងារមួយសម្រាប់បងប្អូនដែលចង់គូស lin concrete អញ្ចឹងខ្ញុំមានមុខងារមួយគឺជាមុខងារ offset pro ដែលនៅក្នុងមុខងារ offset pro នេះគឺយើងអាច offset ម្ដងបានច្រើនយើង select យើងអាច offset outside ឬក៏ inside ខ្ញុំតេស្តមកហ្នឹងដោយសារវាពាក់ព័ន្ធចាឥឡូវខ្ញុំ zoom នេះធំអញ្ចឹងយើងអាច offset ទាំងពីរក៏បានឥឡូវខ្ញុំ select object នេះមកបន្ទាប់មកខ្ញុំចុចហើយខ្ញុំ generator នេះមាន offset ចូលក្នុងអញ្ចឹងបើយើង inside វាចេញក្រៅអញ្ចឹងមកយើង generator វាចេញក្រៅអញ្ចឹងនៅក្នុងករណីព្រោះនេះហើយយើងចង់ offset អីយើង select វាចេះមកនេះដោយសារនេះវាមាននេះដែរអញ្ចឹងខ្ញុំ select offset ទៅឃើញវាចេញសំបែធ្នឹមក៏ចេញព្រោះនៅក្នុងបងប្អូនចាំថានៅក្នុងធ្នឹមក៏វាមាននេះដែរវាមាន lin concrete ទៅត្រូវ offset ដែរអញ្ចឹងហើយកន្លែងនេះគឺខ្ញុំឧទាហរណ៍តែឥឡូវខ្ញុំគិត lin តែប៉ុណ្្នេះចាស់កន្លែងនេះកុំឲ្យបាក់ចំណាយពេលយូរបន្តមកទៀតខ្ញុំត្រូវទីងទាត់វាថាហ្នឹងវាត្រឹមត្រូវដែរអត់បងប្អូនទាំងគ្នាឥឡូវខ្ញុំ clear កន្លែងនេះមានកន្លែង clear អញ្ចឹងយើងទៅ select អា close នេះអានេះយើងបើយើង select ចេះវាដោយជាមួយនឹង rectangle ដែរ rectangle របស់ធ្នឹមអញ្ចឹងដោយសារកន្លែងនេះធ្នឹមវាចូលរួមតែខ្ញុំចង់គិតតែទៅលើជើងតាងសុទ្ធកុំឲ្យវាប៉ះពាល់ធ្នឹមអញ្ចឹងអានេះយើងគិតផ្ដាច់ពីគ្នាយើងទៅអានេះដោយសារមានធ្នឹមត្រង់ទីតាំងហ្នឹងដែរអញ្ចឹងធ្វើឲ្យយើងនេះអានេះបើអ្នកគូសយើងសនុំពរអ្នកគូសបែងចែក layer តិចមកតែនេះប្លង់គេណាទៅនេះមិននេះប្លង់គេយកមកសិក្សាយើងទៅឲ្យគេគូសឲ្យយើងយ៉ាងម៉េចឧទាហរណ៍គេបោះប្លង់ឲ្យយើងហើយយើងអាចទៅអង្គុយគេកែទេអញ្ចឹងយើងត្រូវចេះរបៀបធ្វើខ្លួនឯងអញ្ចឹងយើង space វាមកយើងវាទាញតន័យចូលអស់ហើយអញ្ចឹងកម្រាស់ lin នេះខ្ញុំយកវា100ចុះអញ្ចឹងពេលយើងដូរ100វាមាន refresh 5 watt បងប្អូនហើយ offset offset នេះយើងយកវា100នេះកន្លែង offset អញ្ចឹងបរិមាណរបស់វាគឺខ្ទង់5 គីបជាង5គីបនៅលើប៉ុណ្នេះខ្ទង់5គីបប៉ុន្តែយើងអត់យកទៅនេះទេខ្ញុំនឹងផ្ទៀងផ្ទាត់នៅក្នុងលក្ខខណ្ឌមួយសិនថាវាត្រូវអត់អញ្ចឹងខ្ញុំ copy នេះមួយចាអានេះខ្ញុំ copy នេះមួយហើយនៅក្នុងហ្នឹងបងប្អូននៅក្នុងហ្នឹងវាមានបរិមាណច្រើនតែយើងផ្ទៀងផ្ទាត់តែមួយទៅយើងដឹងលទ្ធផលហើយប៉ុន្តែកន្លែងនេះមុននឹងផ្ទៀងផ្ទាត់ខ្ញុំ insert table កន្លែងនេះ insert table អញ្ចឹងយើងក៏មាន scale ដែរបើសិនជាតូចកន្លែងនេះបងប្អូនដាក់ scale យើងធំមក
បាទ plastic នេះពេលបងប្អូនចុចនៅលើវាទៅដូចជាវាអូខេនេះខ្ញុំអត់នេះអញ្ចឹងកន្លែងនេះយើង insert យក scale វាខ្ទង់120ចាស់ដើម្បី insert table វាធំយើង insert table មកឃើញវាធំជាងមុនអញ្ចឹងវាធំជាងមុននេះអានេះគឺបរិមាណនៅក្នុងនេះប្រហែលខ្ញុំត្រូវការថែម table មួយទៀតចាអានេះគឺ area អានេះគឺកម្រាស់នេះគឺ offset ហើយអានេះគឺផ្ទៃដែលយើង offset ហើយនេះគឺកម្រាស់របស់ floor អានេះគឺមាឌរបស់វាអញ្ចឹងកុំឲ្យវែងឆ្ងាយឥឡូវខ្ញុំគិតនៅក្នុងអានេះខ្ញុំគិតជាអានេះខ្ញុំ clear វាក៏បានដែរដើម្បីខ្ញុំតិចទៀតខ្ញុំគិតអានេះឥឡូវខ្ញុំគិតអានេះមួយអានេះគឺជាអូខេកុំឲ្យច្រឡំគ្នាខ្ញុំគិតតែមួយ item នេះយកមកផ្ទៀងផ្ទាត់ឲ្យបងប្អូនមើលអញ្ចឹងគឺទី1អាហ្នឹងបើយើងប្រើមុខងារ offset pro គឺយើងត្រូវការ offset វា100អញ្ចឹងខ្ញុំ offset 100ខ្ញុំ select វាមកចេះមកខ្ញុំ space generate អញ្ចឹងអានេះគឺជាផ្ទៃដែលយើងយកវាមកគិត lean concrete បងប្អូនអានេះគឺជាជើងតាងប៉ុន្តែដូច software ខ្ញុំមិនឲ្យបងប្អូន offset ទេព្រោះ offset វាចំណាយពេលយូរអញ្ចឹងបន្ទាប់មកខ្ញុំគិតផ្ទៃវាដើម្បីផ្ទៀងផ្ទាត់អានេះខ្ញុំប្រើមុខងារ cloth line ខ្ញុំចោះអញ្ចឹងផ្ទៃវានេះបងប្អូនផ្ទៃវាគឺ2.38 9ការ៉េអញ្ចឹងខ្ញុំគិត cash show ធម្មតាកន្លែងនេះគឺ2ចុចប៉ុន្មានចុច38 9អញ្ចឹងគុណកម្រាស់ 0.1 មកទឹកអញ្ចឹងវា 0.23 គីបដូច្នេះយើងមកប្រើ software យើងវិញអានេះ software នេះយើងអត់យកវាមកគិតអានេះ offset ហើយយើងយកវាមកគិតអានេះទេអញ្ចឹងយើង select លើ lean មកអានេះយើងជាប់100 scale វាមិនបញ្ហាទេយើង select តែ select អានេះមកយើង space វាមកអញ្ចឹងឃើញ 0.23 9គីបវាប្រកួតឡើងមានន័យថាលទ្ធផលដែលយើងកណនីហ្នឹងវាត្រឹមត្រូវវាអត់មានបញ្ហាអីទេបងប្អូនបាទអរគុណ